1C ខៃសាន 1C គឺជាប្រព័ន្ធប្រឆាំងយន្តហោះនិងដោះគ្រាប់មីស៊ីលកម្រិតមធ្យមរបស់ចិនដែលបានដឹកជញ្ជូនទៅប្រទេសថៃចាប់ពីឆ្នាំ 2016 ហើយបង្ហាញជាសាធារណៈនៅកងយោធាអាកាស Wing 4 ទៅលើបេសកកម្ម Base Defense ចម្ងាយប័ណ្ណដល់ 70 គីឡូម៉ែត្រសម្រាប់ model KS-1C និងប្រឡុកបានដល់ 27 គីឡូម៉ែត្រប្រព័ន្ធរ៉ាដាបំពាក់ H200 HT223 Passive Phase Array Radar ដែលអាចតាមដានទិសដៅដោយមិនបញ្ចេញខ្យល់គ្រឿងដឹក Passive Scanning មានចម្ងាយថត 120 ម៉ាស៊ីនបាញ់មានឈុត Launcher កម្រិត 6x6 Track រាប់បាំង 4 Launcher Vehicle ក្នុងនោះ1 Launcher មានកាំជ្រួច 2 Unit ប្រព័ន្ធគ្រប់គ្រងចាត់តាំង Fire Control ចម្រោះ Tracking Radar Command Vehicle Power Supply Reload Truck ជា Battery ឡើងវិញស្ទើរតែ 3-6 ល្បឿនមីស៊ីលប្រហែល 1,200 ម៉ែត្រក្នុង1វិនាទីកងទ័ពអាកាសថៃ Royal Thai Air Force និងកងទ័ពជើងគោក Royal Thai Army មាននៅក្នុងការផ្គត់ផ្គង់ប្រព័ន្ធ KS-1C ចាប់តាំងពីឆ្នាំ 2016 ដល់ឆ្នាំ 2018 ចំនួន Launcher អការពារភាគច្រើនគឺមួយក្រុម 3 ទៅ 4 Launcher Battery លក្ខណៈតម្លៃបាញ់ប្រហែល 5 ទៅ 70 គីឡូម៉ែត្រអាកាស 7 ទៅ 30 គីឡូម៉ែត្រ Cruise Missile ប្រឡុកឡើងដល់ 27 គីឡូម៉ែត្រ KS-1C Radar Passive Phase Array H200 HT223 120 គីឡូម៉ែត្រ Detection Mobility 6x6 Truck Mounted Shoot and Scoot Multi Target បាញ់បាន6មីស៊ីលលើគោលដៅ 3 ទៅ 6 ប្រព័ន្ធ KS-1C ជាជម្រើសនៃអាវុធទំនើបសម្រាប់ការពារមូលដ្ឋាននិងបញ្ឆោតកាំជ្រួចឬយន្តហោះនៅចម្ងាយមធ្យមមានប្រសិទ្ធភាពពេលបៀវខែលអាកាសនិងការបង្កការខ្ទល់ Feature Multiple Engagement ទោះបីជាហិរញ្ញវត្ថុមានកជួសជុលតិចតួចប៉ុន្តែវាបានធ្វើការពង្រឹងនិងជំនួសប្រព័ន្ធចាស់ៗ KS-1CM Surface to Air Missiles of Royal Thai Air Force RTAF ត្រូវបានដាក់តាំងបង្ហាញនៅមូលដ្ឋាន Wing 4 តាក្លី RTAF កាលពីថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2021 ប្រព័ន្ធអាវុធប្រឆាំងយន្តហោះធុនមធ្យម KS-1C បង្កើតឡើងដោយសហគ្រាសវិទ្យាសាស្ត្រនិងឧស្សាហកម្មអវកាសចិនសាធារណរដ្ឋប្រជាមានិតចិនវាគឺជាប្រព័ន្ធការពារដែនអាកាសដែលផលិតដោយខ្លួនឯងដែលកងទ័ពអាកាសថៃបាននឹងកំពុងទិញតាំងពីឆ្នាំ 2016 ប្រព័ន្ធមួយមានយានជំនិះដែលគ្រប់គ្រងដោយ KZH រ៉ាដាស្វែងរក KMZ រ៉ាដាតាមដានគោលដៅ KLD យានបំលែងប្រេកង់ KFC ចំនួន 4 ដែលមួយនៅក្នុងនោះមានកាំជ្រួច 2 Unit ដែលមានរយៈចម្ងាយ 70 គីឡូម៉ែត្រដែលផ្គត់ផ្គង់រដ្ឋាភិបាលដឹកគ្រាប់រ៉ុកែតផ្លាំង 2 និងឧបករណ៍សម្រាប់ដឹកជញ្ជូនកងទ័ពអាកាសថៃបានដាក់ពង្រៀងប្រព័ន្ធអាវុធប្រឆាំងយន្តហោះរយៈចម្ងាយមធ្យម KS-1C ចូលបម្រើការងារកាំងវរសេនាទ័ពអាកាសយោធាន Airborne Division 7 សុរដ្ឋានីដែលបានរលូកតាត់ឡើងសាធារណៈលើកដំបូងនៅថ្ងៃកុម្ភៈជាតិ 2017 នៅ Wing 7 ដោយអាកាស Wing 7 ជាមួយនឹងឯកភាសហោះហើរផ្ទាល់គឺកាំងវរសេនាទ័ព701មានយន្តហោះចម្បាំងប្រភេទ SAP Gripen CD11 គ្រឿងនិងយន្តហោះ702 SAP Warren Squadron Radar Warning យន្តហោះ ERI និង SAP 330B 2គ្រឿង